ជាបឋមសូមគោរពជំរាបសួរបងប្អូនជនរួមជាតិជាទីរាប់អានថ្ងៃនេះវិលត្រឡប់មកជួបគ្នាម្ដងទៀតតាមពេលវេលានិងម៉ោងដដែលដោយឡែកប្រធានបទដែលខ្ញុំប្រកាសណាខ្ញុំបាទលើកយកមកវិភាគនៅក្នុងថ្ងៃនេះគឺសំដៅទៅលើប្រធានបទក្រមប្រឹក្សាភិបាលសន្តិភាពដែលបានបង្កើតឡើងដោយសហរដ្ឋអាមេរិកបាទហេតុអីបានខ្ញុំលើកយកនៅប្រធានបទស្ដីអំពីការបង្កើតនៅសេណារីយ៉ូឬក៏ចរន្តនយោបាយពិភពលោកមួយដែលមានគំនិតផ្ដួចផ្ដើមដោយលោកប្រធានាធិបតី Donald J. Trump រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការដោយដែលនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញពីសមាជិកភាពសំខាន់ដែលជាអ្នកមានគំនិតផ្ដួចផ្ដើមនៅក្នុងចរន្តក្រមប្រឹក្សាភិបាលសន្តិភាពនេះដូច្នេះថ្ងៃនេះគឺខ្ញុំសូមលើកយកនៅប្រធានបទស្ដីអំពីក្រមប្រឹក្សាភិបាលសន្តិភាពនេះយកមកជជែកវាចញែកចែកជូនបងប្អូនប្រជាជនដែលនិយមតាមដានស្ដាប់នៅបទវិភាគស្ដីអំពីនយោបាយនៅក្នុងស្រុកនយោបាយសកលឬក៏នយោបាយដែលកំពុងកើតឡើងមានជាលក្ខណៈអន្តរជាតិបាទដូច្នេះខ្ញុំសូមលើកយកនៅចរន្តសេណារីយ៉ូនយោបាយថ្មីមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើតឡើងបាទអ្វីដែលជាការវិភាគនិងការវែកញែកដើម្បីប្រៀបធៀបជាមួយនឹងចរន្តនយោបាយចាស់ដែលមានកន្លងទៅហើយបាទចរន្តនយោបាយចាស់គឺយើងសំដៅលើអង្គការសហប្រជាជាតិដែលនៅក្នុងដំបូលនៃអង្គការសហប្រជាជាតិក៏មានស្ថាប័នក្រមប្រឹក្សាភិបាលសំខាន់ជាច្រើនផងដែរតែនៅក្នុងនោះគឺមានក្រមប្រឹក្សាភិបាលសន្តិសុខមួយដែលជាស្ថាប័នសំខាន់របស់អង្គការសហប្រជាជាតិហើយដោយឡែកអង្គការសហប្រជាជាតិមានសមាជិការាប់រយប្រទេសដែលមានហៅថាជនការក៏ដូចជាធ្វើនៅសន្និសីទក៏ដូចជាការរំលឹកខួបប្រចាំឆ្នាំសន្និសីទប្រចាំឆ្នាំរបស់ខ្លួនតាមមុខតាមជំនាញនីមួយនៃស្ថាប័នដែលជ្រកក្រោមដំបូលអង្គការសហប្រជាជាតិដូច្នេះនៅក្នុងអង្គការសហប្រជាជាតិយើងឃើញហើយថាមានគោលនយោបាយសំខាន់ពីរដែលកំពុងតែប្រជែងគ្នាគ្រប់រឿងទាំងអស់រឿងនយោបាយការបរទេសសេដ្ឋកិច្ចពាណិជ្ជកម្មជាពិសេសអាចនិយាយបានថាជាប្លុកសេរីនិងប្លុកកុម្មុយនីសបាទពីព្រោះតំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិដែលបានបង្កើតឡើងតាំងពីឆ្នាំ1945បន្ទាប់ពីសង្គ្រាមលោកលើកទី2ត្រូវបានបញ្ចប់ហើយអង្គការនេះគឺមានវិសាលភាពគ្របដណ្ដប់នៅប្រទេសទាំងឡាយដែលជាសមាជិកសមាជិកាជាពិសេសក្នុងគោលបំណងដើម្បីបន្ធូរក៏ដូចជាសម្របសម្រួលដោះស្រាយនៅបញ្ហាវិបត្តិនយោបាយជាសង្គ្រាមស៊ីវិលក្តីសង្គ្រាមអន្តរជាតិក្តីសង្គ្រាមឈ្លានពានក្តីរួមជាមួយបញ្ហាសកលជាច្រើនទៀតដែលជាកិច្ចការដ៏សំខាន់ជាកិច្ចការស្នូលរបស់អង្គការសហប្រជាជាតិដូច្នេះនេះជាតួនាទីនិងកាតព្វកិច្ចនៃអង្គការសហប្រជាជាតិដែលបានធ្វើកន្លងមកបាទហើយវិភាគទានរបស់រដ្ឋនីមួយៗសម្រាប់ទ្រទ្រង់ឲ្យ
អង្គការសហជីវជាតិមានដំណើរការរបស់ខ្លួនទៅដោយរលូនយើងឃើញថាមានតែសហរដ្ឋអាមេរិកទេដែលមានការចូលរួមជំរុញក៏ដូចជាឧបត្ថម្ភដល់អង្គការសហប្រជាជាតិជាពិសេសធ្វើកិច្ចការងារសង្គមធ្វើកិច្ចការងារមនុស្សធម៌ក៏ដូចជាធ្វើកិច្ចការងារទាក់ទងជាមួយនឹងការអប់រំចែកវិទ្យានិងសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់សំខាន់ផ្សេងទៀតផងដែរដូច្នេះអ្វីដែលជារបបថ្មីដែល Donald J. Trump ប្រកាសពីថ្ងៃទី15ខែមករាឆ្នាំ2026ណាកន្លងទៅថ្មីនេះមានន័យថាទើបតែបាន5-6ថ្ងៃถึงថ្ងៃនេះនៅឡើយទេប៉ុន្តែចរន្តនៃកិច្ចការងារសមាគមក៏ដូចជាក្រុមប្រឹក្សាវិបាលសន្តិភាពនេះហាក់បីដូចជាមានការផុសផុលដូចនេះស្ដាប់មួយផ្លែតវាមិនមែនជារឿងការគេហៅថាស្ម័គ្រចិត្តទេហើយក៏មិនមែនជាការជំរុញនោះដែរអ្វីដែលខ្ញុំចង់លើកយកថាក្រុមប្រឹក្សាវិបាលសន្តិភាពនេះមានន័យថាមិនមែនជាការចូលរួមដោយស្ម័គ្រចិត្តហើយក៏មិនមែនជាការបង្ខំដូច្នេះបានសេចក្តីថាក្រុមប្រឹក្សាពិបាលសន្តិភាពនេះគឺបង្កើតឡើងក្នុងគោលបំណងហៅថាការពារសន្តិសុខជាតិមាតុភូមិរបស់ខ្លួនក្រៅលោកការបំពេញណាមួយពីប្រទេសជាប់ភូមិផងរបងជាមួយឬក៏ប្រទេសមួយចំនួនទៀតដែលមានបំណងចង់វាយប្រហារក៏ដូចជាធ្វើទុកបុកម្នេញតាមបែបហៅថាសង្គ្រាមចិត្តសាស្ត្រសង្គ្រាមអាវុធយុទ្ធភ័ណ្ឌក៏ដូចជាបញ្ហាសំខាន់មួយចំនួនទៀតផងដែរប៉ុន្តែអ្វីដែលជារឿងដែលយើងត្រូវលើកយកមកវិភាគនៅក្នុងថ្ងៃនេះតើក្រមប្រឹក្សាភិបាលណាសន្តិភាពមានដំណើរការមានយន្តការដូចទៅនឹងអង្គការសហប្រជាជាតិទាំងស្រុងដែរឬទេបើយើងផ្អែកហើយអង្កន់ណាទៅលើកិច្ចការងារស្នូលថ្មីអ្វីត្បិតតែគេហៅថាគោលការណ៍និងយន្តការរបស់ក្រុមប្រឹក្សាពិបាលសន្តិភាពថ្មីដែលរៀបនឹងបង្កើតឡើងនេះយើងឃើញថាមិនទាន់មានរបាយការណ៍ណាចេញសេចក្តីព្រៀងពង្រៀងច្បាប់លក្ខន្តិកៈសម្រាប់សមាជិកឲ្យស៊ីជម្រៅនឹងលម្អិតនោះទេមានតែខ្លឹមសារសំខាន់ណាប៉ុន្មានចំណុចតែប៉ុណ្ណេះដែលយើងអាចយល់បានតែប៉ុណ្ណោះគឺក្នុងនោះយើងឃើញថា5គឺជាអធិបតីនៅក្នុងក្រមប្រឹក្សាភិបាលសន្តិភាពនេះហើយកាតព្វកិច្ចទូនទីសិទ្ធិអំណាចនៃអធិបតីគឺបានសេចក្តីថាមានសិទ្ធិអញ្ជើញក៏ដូចជាប្រមុខរដ្ឋាភិបាលណាឲ្យចូលរួមជាមួយនឹងក្រុមប្រឹក្សាសន្តិភាពនេះដោយឡែករដ្ឋសមាជិកក៏មានសិទ្ធិវេតូនៅប្រទេសណាមួយមិនឲ្យចូលជាមួយនឹងក្រុមប្រឹក្សាភិបាលនេះត្រឹមតែសម្លេងណា2/3នៃប្រមុខរដ្ឋាភិបាលដែលមានអាសនៈនៅក្នុងក្រុមប្រឹក្សាភិបាលសន្តិភាពនេះផងដែរដូច្នេះកាតព្វកិច្ចសំខាន់គឺរដ្ឋជាសមាជិកត្រូវបង់វិភាគទានចំនួនណា$1000 លានសហរដ្ឋអាមេរិកនេះគឺជាគោលការណ៍ខ្លីសំខាន់ដែលណាបណ្ដាញសារព័ត៌មានក៏ដូចជាបានរំលេចចេញឲ្យប្រជាជនទូទាំងពិភពលោកដើម្បីយកមកវិភាគស្ដាប់និងត្រិះរិះពិចារណាតែប៉ុណ្ណោះតែអ្វីដែលខ្ញុំលើកយកមកអំបញ្ញមិញនេះគឺបានសេចក្តីថាណាមិនបង្ខំទេប៉ុន្តែយើងមើលទៅលើចរន្តនយោបាយដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននៅលើពិភពលោកបាទមិនថាតែនៅតំបន់អាស៊ីមិនថាតែនៅតំបន់មជ្ឈិមបូព៌ាហើយក៏មិនថាតែនៅតំបន់
អាមេរិកឬក៏ទ្វីបអាហ្វ្រិកឬក៏នៅអាមេរិកឡាទីនណាគៀកនឹងសហរដ្ឋអាមេរិកនោះទេតែមានយន្តការផ្លាស់ប្ដូរនៅរបបនៃមេដឹកនាំមួយចំនួនផងដែរជាពិសេសមេដឹកនាំទាំងឡាយណាដែលតែងតែប្រកាសខ្លួនថាខ្លួនជាអ្នកខ្លាំងខ្លួនហៅថាធ្វើនៅអំពើណាទរណកម្មព្រៃផ្សៃណាមួយចំនួនដាក់ប្រជាពលរដ្ឋខ្លួនឯងជាពិសេសធ្វើនៅហៅថាកិច្ចការរំលោភនៅសិទ្ធិមនុស្សក៏ដូចជាបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនមិនរីកចម្រើនហើយប្រជាពលរដ្ឋរបស់ខ្លួនតែងតែហៅថាធ្វើបាតកម្មដោយសេរីដោយសុឆន្ទៈក្នុងគោលបំណងកែខៃស្ថានភាពណាជីវភាពនៃការរស់នៅឲ្យប្រសើរឡើងប៉ុន្តែចរន្តនៃការដើរនេះវាហាក់បីដូចជាត្រូវបានការគេហៅថាបំបិទសិទ្ធិដោយការចាប់ចងក៏ដូចជាវាយប្រហារបាញ់សម្លាប់ដូចថ្មីនេះយើងឃើញថានៅក្នុងប្រទេសអ៊ីរ៉ង់ថ្មីត្បិតតែមានរយៈពេលប្រមាណតាំងពីចុងឆ្នាំ2025គឺចាប់ពីថ្ងៃទី28ខែធ្នូឆ្នាំ2025រហូតមកដល់ថ្ងៃនេះគឺថ្ងៃទី22វាជិត1ខែហើយមានន័យថាអំពើហិង្សាដែលកើតឡើងពីប្រជាជនដែលចុះផ្លូវធ្វើបាតកម្មក្នុងគោលបំណងដើម្បីគេហៅថារុញទម្លាក់នៅរបបដឹកនាំរបស់ប្រមុខមេសាសនាដ៏មានឥទ្ធិពលនៅក្នុងប្រទេសអ៊ីរ៉ង់គឺយ៉ាតឡាខាមេនីនេះបណ្ដាលឲ្យបាត់បង់អាយុជីវិតរាប់ម៉ឺននាក់បាទនេះបើយោងតាមសារព័ត៌មានសំខាន់ណាមួយចំនួនបានបង្ហាញថាប្រជាពលរដ្ឋបានបាត់បង់ប្រមាណជាង16,500 នាក់ហើយក្នុងនោះមាន 2,000 នាក់បាទត្រូវបានផ្សែងពុលធ្វើឲ្យខ្វាក់ភ្នែកហើយប្រជាជនខ្លះទៀតត្រូវបានចាប់ដោយអាជ្ញាធរមានសមត្ថកិច្ចនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក្រោមរបបដឹកនាំរបស់អាយ៉ាតឡាខាមេនីនេះផងដែរហើយមិនត្រឹមតែប៉ុណ្ណេះប្រទេសផ្សេងមួយចំនួនទៀតក៏កំពុងតែហៅថាធ្វើបាតកម្មកតកម្មដើម្បីស្រែកទាមទារឲ្យប្រមុខនៃមេដឹកនាំទាំងឡាយដែលដឹកនាំខ្លួនអត់មានការរីកចម្រើនមានសុវត្ថិភាពសន្តិសុខនយោបាយស្ដាប់ធ្នាប់អ្វីជាដើមនោះក៏កំពុងតែធ្វើនៅកិច្ចការងាររបស់ខ្លួនដែលហៅថាអំពើឬក៏ចេញផ្លូវធ្វើបាតកម្មក្នុងគោលបំណងដើម្បីរកខុសរកត្រូវរកគុណសម្បត្តិតែប៉ុណ្ណោះបាទហើយនៅក្នុងចរន្តនយោបាយសពថ្ងៃនេះឯងធ្វើឲ្យប្រទេសក៏ដូចជាមេដឹកនាំមួយចំនួនដែលកំពុងតែកាន់អំណាចហាក់បីដូចជាកំពុងតែព្រួយបារម្ភនៅស្ថានភាពនៃការដឹកនាំរបស់ខ្លួនហើយក្នុងនោះយើងឃើញថាប្រទេសទាំងឡាយដែលកំពុងតែដឹកនាំគឺហាក់បីដូចជាមានណាទំនោរទូទៅតាមខ្យល់ណាជាក់ស្ដែងយើងឃើញថាប្រទេសនៅតំបន់អារ៉ុបខ្លះប្រទេសនៅតំបន់អាស៊ីខ្លះនិងប្រទេសនៅតំបន់ណាមជ្ឈិមបូព៌ាមួយចំនួនក៏ដូចគ្នាមានប្រទេសខ្លះនៅប្លុកនៃមជ្ឈិមបូព៌ាមានទំនោរទៅកាន់សហរដ្ឋអាមេរិកហើយប្រទេសខ្លះទៀតក៏មានទំនោរទៅកាន់ខាងចិនទៅខាងរុស្ស៊ីហើយប្រទេសខ្លះទៀតក៏មានទំនោរជាកណ្ដាលណាមិនយល់ទៅខាងសហរដ្ឋអាមេរិកធ្ងន់ពេកហើយក៏មិនយល់ទៅខាងចិនឬក៏ខាងរុស្ស៊ីនោះខ្លាំងពេកដែរដូច្នេះនេះគឺជាទំនោរនៃភូមិសាស្ត្រនយោបាយដែលកំពុងតែកើតមាននៅពេលបច្ចុប្បន្ននេះទំនោរនេះវាគឺជាពំនឹងនៅពេលដែលមានអស្ថិរភាពអសន្តិសុខនយោបាយកើតឡើងណាដោយសារតែការមិនពេញចិត្តពីប្រជាពលរដ្ឋនេះឯងហើយការប្រកាន់នៅទំនោរនេះវាផ្អែកទៅលើរបបនៃការដឹកនាំរបស់ខ្លួនផងដែរបើសិនជាប្រទេសណាដឹកនាំប្រកបដោយលទ្ធិប្រជាធិបតេយ្យជាពិសេសមានការផ្លាស់ប្ដូរឬក៏ការចែងច្បាប់ច្បាស់លាស់ក្នុងការគ្រប់គ្រងការដឹកនាំ
ណាអាណត្តិនាយករដ្ឋមន្ត្រីជាដើមការបោះឆ្នោតដោយសមធម៌អព្យាក្រឹតណាជាដើមមានន័យថាប្រទេសទាំងឡាយនោះហាក់បីដូចតែមានជំនួសទៅកាន់សហរដ្ឋអាមេរិកជាដើមហើយដោយឡែកប្រទេសមួយចំនួនមេដឹកនាំមួយចំនួនទៀតដែលគិតថាក្រាញអំណាចដើម្បីផលប្រយោជន៍ដើម្បីបកពួករបស់ខ្លួនចឹងការបោះឆ្នោតក្តីណាมันមានគេហៅថាអព្យាក្រឹតយុត្តិធម៌ត្រឹមត្រូវនោះទេមានការលួចបន្លំដោយសំអាងថាបើខ្លួនចាញ់ឆ្នោតវាបាត់បង់នៅប្រជាប្រិយភាពបាត់បង់នៅអំណាចបាត់បង់នៅណាធនធានបាត់បង់នៅអ្វីដែលជាអាជីវកម្មរបស់ខ្លួនជាដើមនេះគឺជាការព្រួយបារម្ភរបស់មេដឹកនាំនៃប្រទេសនីមួយៗទោះមិនថានៅក្នុងតំបន់អាស៊ីឬក៏នៅក្នុងតំបន់មជ្ឈមបូព៌ាឬក៏នៅក្នុងតំបន់អាមេរិកឡាទីនឬក៏អាហ្វ្រិកជាដើមដូច្នេះការទំនោរនេះវាជារឿងមួយសំខាន់ហើយក៏វាជារឿងមួយចាំបាច់សម្រាប់មេដឹកនាំមួយផងដែរដើម្បីទម្លាយនៅភាពតល់ច្រកទី1ផ្នែកនយោបាយជារឿងសំខាន់មិនថាពាក្យថានយោបាយនេះគឺសំដៅលើការដឹកនាំការចាត់ចែងនៅក្នុងប្រទេសក៏ហៅថានយោបាយហើយការប្រស្រ័យទាក់ទងទៅកាន់ប្រទេសទាំងអស់ក្រៅពីប្រទេសរបស់ខ្លួនរាប់ចាប់តាំងពីប្រទេសជាប់ភូមិផងរបស់ខ្លួនក៏គេអាចហៅបានថានយោបាយផងដែរនយោបាយខាងក្រៅស្រុកខាងក្រៅខ្លួនឬទៅកាន់តំបន់ផ្សេងទៀតទ្វីបផ្សេងទៀតឬក៏ជាមួយដៃគូសម្ព័ន្ធមិត្តប្រទេសផ្សេងទៀតដូច្នេះគេហៅថានយោបាយការបរទេសផងដែរហើយជារូបរួមយើងឃើញថាណានៅក្នុងការប្រស្រ័យតាក់ទងដើម្បីធ្វើឲ្យដំណើរការប្រស្រ័យរាប់អានគ្នាចិត្តស្និទ្ធមានទំនុកចិត្តគ្នានឹងគ្នាតែងតែឃើញមេដឹកនាំនៃប្រទេសមួយទៅធ្វើទស្សនកិច្ចជាផ្លូវការទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់ប្រទេសមួយផ្សេងទៀតផងដែរដូច្នេះការធ្វើដំណើរទៅកាន់ប្រទេសមួយផ្សេងនេះគឺដើម្បីរឹតចំណងមិត្តភាពណាឲ្យកាន់តែខ្លាំងក្លាឲ្យកាន់តែច្បាស់មករស់និងរឹងមាំជាទីបំផុតក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរនៅមុខទំនិញឬក៏អាចនិយាយបានថាគឺជាយន្តការក្នុងការធ្វើពាណិជ្ជកម្មនឹងគ្នាទៅវិញទៅមកជាដើមដូច្នេះកិច្ចការនយោបាយនេះវាជារឿងសំខាន់ដូច្នេះហើយសំខាន់ខ្លួនឯងជាមេដឹកនាំសំខាន់ខ្លួនឯងជាប្រទេសប្រកាន់យកនៅហៅថាផ្លូវកណ្ដាលឬក៏ឆ្វេងនិយមស្ដាំនិយមតែប៉ុណ្ណេះដូច្នេះវាជារឿងសំខាន់ណាស់សម្រាប់មេដឹកនាំសម្រាប់ប្រជាពលរដ្ឋសម្រាប់ណានោះទាំងអស់ដែលគិតថាជាតិមាតុភូមិរបស់ខ្លួនសំខាន់ដើម្បីឲ្យមានស្ថិរភាពនយោបាយសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនបានគឺទី1ត្រូវមានអព្យាក្រឹតភាពចំពោះមិត្តបរទេសទាំងឡាយបាទមិនស្រឡាញ់ពេកមិនស្អប់ពេកកាលណាស្រឡាញ់ពេកគេមិនអាចនិយាយបានថាផលប្រយោជន៍នៃការទំនាក់ទំនងជាមួយយើងគ្មាននោះទេដូច្នេះការរាប់អានការចាប់ដៃគ្នាការរាប់គ្នាដោយចិត្តស្និទ្ធនេះគឺជាការសម្លឹងឃើញនៅប្រយោជន៍ណាមួយពីយើងក៏ដូចជាយើងដូចគ្នាគឺសម្លឹងមើលនៅប្រយោជន៍ដ៏សំខាន់ណាមួយពីគេក្នុងគោលបំណងដើម្បីហៅថា export and import បំពេញគ្នាទៅវិញទៅមកដើម្បីឲ្យដំណើរការពាណិជ្ជកម្មសេដ្ឋកិច្ចនយោបាយវាកាន់តែរីកចម្រើននិងកាន់តែប្រសើរជាមួយនឹងប្រទេសរៀងៗរបស់ខ្លួនដូច្នេះនិយាយជារួមយើងមិនអាចផ្ដាច់ចេញពីរបបនយោបាយក្រៅស្រុកបានទេបាទมันអាចផ្ដាច់ចេញពីនយោបាយក្រៅស្រុកបានទេហើយបើសិនជាប្រទេសមួយរស់ដោយគេហៅថាក្នុងភាពឯកាគ្មានសម្ព័ន្ធមិត្តគ្មានមិត្តភ័ក្តិជាបរទេសគ្មានប្រទេសជាដៃគូហើយមិនបានចូលរួមជាមួយនឹងសមាគមផ្សេងដែលអន្តរជាតិក៏ដូចជាពិភពលោកទទួលស្គាល់ទេ
ក៏វាពិតជាលំបាកនៅក្នុងការពារសុវត្ថិភាពណាពីសត្រូវឈ្លានពានទាំងឡាយដែលជាប់ភូមិផងរបស់ខ្លួននេះជារឿងមួយហើយចំណុចទី2ណាតាក់ទងជាមួយនឹងសកលភាវូបនីយកម្មគឺតម្រូវឲ្យប្រជាជនឲ្យជាតិមួយឲ្យប្រទេសមួយហៅថាទទួលទិញទំនិញបានពីប្រទេសដែលជាមិត្តភ័ក្តិឬក៏ទំនិញជាសកលនៃប្រទេសណាមួយបាទហើយទន្ទឹមនឹងនេះយើងឃើញថាអ្វីត្បិតតែចរន្តនៃការដឹកនាំរបស់ប្រទេសមួយណាមានផ្សេងគ្នាក្នុងនោះយើងអាចនិយាយបានពីចំណាត់ថ្នាក់សេដ្ឋកិច្ចនៃប្រទេសនីមួយៗអ្វីត្បិតតែប្រទេសទាំងអស់នៅលើពិភពលោកណាមានរូបិយវត្ថុជាតិនីមួយក៏ពិតមែនប៉ុន្តែមានតម្លៃរួមមួយសម្រាប់គេហៅថាសេដ្ឋកិច្ចស្នូលជាតិណាជាក់ស្ដែងគេអាចវាស់ពីគុណភាពតម្លៃនៃរូបិយវត្ថុជាតិគេអាចវាស់តម្លៃនៃវត្ថុទាំងឡាយដែលគេហៅថាជាវត្ថុតំណាងនឹមតម្កល់ដើម្បីរក្សានៅតម្លៃឬក៏រក្សានៅស្ថិរភាពណារូបិយវត្ថុជាតិរបស់ខ្លួនផងដែរបាទនេះជារឿងសំខាន់ដូច្នេះនិយាយជារួមគឺយើងមិនអាចរស់នៅតែឯងហើយមិនរាប់អានអ្នកដតីឬក៏ប្រទេសដតីដែលជាមិត្តដែលជាភ័ក្រនោះបានទេនេះជារឿងសំខាន់សម្រាប់ណាចរន្តសម្រាប់កាតាលីករដើម្បីឲ្យប្រទេសណារីកចម្រើនទៅមុខទាន់សម័យទាន់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិណាឲ្យរត់ទៅរកគេហៅថាភាពរីកចម្រើនណាទាន់ប្រទេសដែលគេអភិវឌ្ឍដូចជាជប៉ុនណាកូរ៉េសហរដ្ឋអាមេរិកឬក៏ប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបជាដើមនេះជារឿងសំខាន់ណាស់បាទបងប្អូនដូច្នេះខ្ញុំចង់និយាយបន្ថែមតេតិនជាមួយនឹងហៅថាក្រុមប្រឹក្សាភិបាលសន្តិភាពនេះនៅពេលដែលបង្កើតឡើងខ្ញុំអាចនិយាយបានថាមានតួនាទីស្នូលខ្លះមិនដូចគ្នាទេបាទពីព្រោះណាមនុស្សដែលបង្កើតចរន្តឬក៏បង្កើតនៅក្រុមប្រឹក្សាភិបាលសន្តិភាពនេះគឺគេបានគិតគូររួចរាល់ចប់សពគ្រប់ហើយរបបនេះក៏ជារបបនយោបាយដឹកនាំរបស់ប្រទេសនីមួយត្រូវតែផ្លាស់ប្ដូរផងដែរហេតុអីបានខ្ញុំនិយាយពីរបបផ្លាស់ប្ដូរកន្លងមកណាប្រទេសមួយចំនួនហាក់បីដូចជាចងសម្ព័ន្ធមិត្តជាមួយអ្នកនេះជាមួយអ្នកនោះណាបែបគេហៅថាចាស់គំរិលចាក់ទុកម្លេចឬក៏មិនអាចដកខ្លួនចេញពីសម្ព័ន្ធមិត្តមិនអាចដកខ្លួនចេញពីមិត្តភាពឬក៏ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ខ្លួនបាននោះទេហើយយើងឃើញហើយនៅក្នុងណាសេចក្តីជូនដំណឹងក៏ដូចជាលិខិតអញ្ជើញរបស់លោក Donald J. Trump ទៅកាន់ប្រទេសប្រមាណជាង60ប្រទេសឯណោះបាទជាង60ប្រទេសឯណោះហើយទោះចង់មិនចង់ Trump មិនមែនអញ្ជើញតែប្រទេសដែលមានរបបនយោបាយបន្ទាត់តាមខ្លួននោះទេបានសេចក្តីថាសហរដ្ឋអាមេរិកប្រកាន់នៅនយោបាយបែបលទ្ធិប្រជាធិបតេយ្យដូច្នេះមិនមែនអញ្ជើញតែប្រទេសទាំងអស់ដែលប្រកាន់ខ្ជាប់នៅរបបលទ្ធិប្រជាធិបតេយ្យនោះទេមានរបបឬក៏ដើរច្រាស់ទឹះជាមួយនឹងសហរដ្ឋអាមេរិកក៏សហរដ្ឋអាមេរិកជាពិសេស Donald J. Trump ផ្ញើលិខិតអញ្ជើញផងដែរនៅក្នុងនោះយើងឃើញថាប្រមាណ60ប្រទេសជាងមិនមែនអញ្ជើញទាំងអស់នោះទេនេះតាមអ្វីដែលការចេញផ្សាយគឺរួមទាំងរុស្ស៊ីក៏ត្រូវបានអញ្ជើញទាំងចិនក៏ត្រូវបានអញ្ជើញទាំងឥណ្ឌាក៏ត្រូវបានអញ្ជើញហើយមកដល់ត្រឹមថ្ងៃនេះណាគឺថ្ងៃ22ខែមករាឆ្នាំ2026យល់តាមសេចក្តីចុះផ្សាយរបស់ណាសារព័ត៌មាន CNN គឺជាស្ថាព័ត៌មានពិភពលោកមួយដ៏មានប្រជាប្រិយ
នឹងមានអ្នកតាមដានស្ដាប់រាប់លានអ្នកទូទាំងពិភពលោកណាបានចេញផ្សាយហៅថាប្រទេសដែលចូលរួមដែលបានឆ្លើយតបថាចូលរួមជាមួយនឹងក្រុមប្រឹក្សាភិបាលសន្តិភាពនេះរួមមានអារ៉ាប់អេមីរ៉ាតអារ៉ាប៊ីសាអូឌីនណាអ៊ីស៊ីបកាតាបារ៉ែនប៉ាគីស្ថានទួរគីណាហុងគ្រីម៉ូរ៉ូកូកូសូវូអាសង់ទីនប៉ារ៉ាហ្គាយកាសាក់ស្ថានអូបេគីស្ថានឥណ្ឌូនេស៊ីវៀតណាមណាថៃណានេះគឺជាប្រទេសដែលគេអាចនិយាយបានថាបានឆ្លើយថាចូលរួមហើយប្រមាណខាងក្រោមនេះគឺជាប្រទេសសំខាន់ជាមិត្តភ័ក្តិបងប្អូននៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺឥណ្ឌូនេស៊ីវៀតណាមនិងថៃនេះឯងក៏ត្រូវបានសាររដ្ឋអញ្ជើញមិនត្រឹមតែថៃទេកាលពីយប់មិញណានៅក្នុងយប់ថ្ងៃទី21ឈានចូលថ្ងៃទី22ណាលិខិតបានជម្រាបជូនអញ្ជើញដោយណាដូណាល់ J. Trump មកកាន់នាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាគឺបានអញ្ជើញដូចគ្នាដូច្នេះអាការអញ្ជើញចូលរួមមិនអញ្ជើញចូលរួមនោះគឺជាសុឆន្ទៈតំណាងសិទ្ធិស្វ័យយ័តរបស់ប្រមុខនៃមេដឹកនាំក៏ដូចជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាតែប៉ុណ្ណោះបាទហើយយើងឃើញប្រទេសមួយទៀតក៏បានឆ្លើយថាចូលរួមក៏ដូចមិនចូលរួមគឺសំដៅលើប្រទេសរុស្ស៊ីនេះតែម្ដងបាទហេតុអីបានខ្ញុំនិយាយថាចូលរួមក៏ដូចមិនចូលរួមពីព្រោះរុស្ស៊ីគាត់បានឆ្លើយថាគាត់នឹងចូលរួមជាមួយនឹងគេហៅថាក្រុមប្រឹក្សាភិបាលណារបស់ត្រាំដែលបង្កើតឡើងនឹងប៉ុន្តែអ្វីដែលជារឿងមួយគួរឲ្យអស់សំណោចហើយជារឿងមួយគួរឲ្យយកមកផ្សាយវិភាគចែកជូនបងប្អូនដែរគឺបានសេចក្តីថាលោក Vladimir Putin គាត់បានថាគាត់នឹងចូលរួមប៉ុន្តែរាល់ថវិកាទាំងឡាយដែលសហគមន៍អឺរ៉ុបជាពិសេសសហរដ្ឋអាមេរិកនិងសហរដ្ឋអាមេរិកដែលបានបង្កកណាទ្រព្យសម្បត្តិក៏ដូចជាលុយកាក់របស់រុស្ស៊ីគឺកាត់តាមនងទៅបាទនេះគឺជាការឆ្លើយបញ្ជាក់ហើយសល់ប៉ុន្មានទៀតគឺបន្ទាប់ពីរុស្ស៊ីនិងអ៊ុយក្រែនណាព្រមព្រៀងគ្នាបញ្ចប់សង្គ្រាមណាមួយចាំយកកញ្ចប់ថវិកានោះយកមកអភិវឌ្ឍណារវាងឬក៏កន្លែងឬក៏តំបន់ណាដែលរងទុក្ខវេទនាដោយសារភ្លើងសង្គ្រាមនោះតែម្ដងទៅនេះជាការឆ្លើយបញ្ជាក់ពីលោក Vladimir Putin ទៅកាន់សហរដ្ឋអាមេរិកដូច្នេះត្រង់នេះចំណុចនេះដែលខ្ញុំនិយាយថាការចូលរួមក៏ដូចមិនចូលរួមក៏ដូចជាចូលរួមបាទទោះជាយ៉ាងណាការបង្កកនៅទ្រព្យសម្បត្តិណារបស់រុស្ស៊ីនៅសហរដ្ឋអាមេរិកនៅធនាគាររបស់សហរដ្ឋអាមេរិកគឺជារឿងមួយដែលសហរដ្ឋអាមេរិកបានកោតទោសចំពោះសកម្មភាពដ៏កក្លឿនសកម្មភាពដែល Vladimir Putin ឈ្លានពានទឹកដីនៃប្រទេសអ៊ុយក្រែនដែលតាំងពីគេហៅថាខែ24កុម្ភៈឆ្នាំ2023ដូច្នេះនៅសល់តែប្រមាណជិត1ខែទៀតប៉ុណ្ណោះគឺគម្រប់ខួប4ឆ្នាំនៃការឈ្លានពានពីសំណាក់រុស្ស៊ីក្រោមការដឹកនាំរបស់លោក Vladimir Putin ទៅកាន់ប្រទេសអ៊ុយក្រែននេះហើយនេះបានសេចក្តីថាសម្រាប់រុស្ស៊ីគឺគាត់ឆ្លើយបែបនេះថាចូលរួមប៉ុន្តែលុយមិនឲ្យទេបាទនេះហើយខ្ញុំចង់និយាយពីរបបនយោបាយហើយនៅក្នុងនេះគឺយើងឃើញថាថ្មីដែលជាប្រទេសមួយដែលជាប់ភូមិផងរបងជាមួយនឹងប្រទេសរុស្ស៊ីដែលគេឃើញថាដែលចូលចិត្តឬក៏ដើរតាមទំនោរមានចំណងតាក់ទងគ្នានឹងគ្នាយ៉ាងស្អិតរមួតនោះក៏ឆ្លើយថាចូលរួមជាមួយនឹងក្រុមប្រឹក្សាភិបាលសន្តិភាពនេះដែរដូច្នេះ
វាជារឿងមួយដែលខ្ញុំអាចនិយាយបានថាជារបបនយោបាយមួយអាចនឹងការប្រែប្រួលណា100ដឺក្រេចំពោះប្រទេសទាំងឡាយដែលកំពុងតែមានចំណងចិត្តស្និទ្ធជាមួយនឹងប្រទេសជាដៃគូដែលដកខ្លួនមិនរួចខ្លាចប៉ះគំនាបសង្គ្រាមឬក៏ការធ្វើអ្វីមួយនាំឲ្យមានអស្ថិរភាពសន្តិសុខតំបន់ទឹកដីរបស់ខ្លួនជាដើមដូច្នេះយើងរងចាំមើលទាំងអស់គ្នាថាបន្ទាប់ពីការអញ្ជើញណាប្រមុខរដ្ឋឬក៏មេដឹកនាំនៃប្រទេសនីមួយៗចូលរួមតើវាមានចរន្តការឬក៏ចរន្តបែបណានៅក្នុងដំណើរការនៃការបង្កើតនៅក្រមប្រឹក្សាពិបាលសន្តិភាពនេះបាទសូមអរគុណ